នៅក្នុងស្ថានភាពនៃជីវិតរបស់មនុស្សម្នាក់ៗគឺមានតែយើងខ្លួនឯងទេដែលកំណត់បានដែលដឹងបានថាយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបម៉េចយើងកំពុងតែជួបប្រទះបញ្ហាបែបម៉េចហើយយើងកំពុងតែមានទំនួលខុសត្រូវនិងបន្ទុកនៅលើស្មាហ្នឹងយ៉ាងដូចម្តេចជីវិតអ្នកដទៃដែលគេមើលមកយើងពេលខ្លះគេថាគេចង់បានជីវិតបែបយើងពិតប្រាកដគេចង់បានជីវិតបែបយើងគេគិតថាយើងរស់នៅមានក្តីសុខគេគិតថាយើងរស់នៅក្នុងសុភមង្គលប៉ុន្តែការពិតមានតែយើងទេដែលយើងដឹងថាទោះបីជាមើលទៅភាពខាងក្រៅល្អស្អាតប៉ុណ្ណាក៏ដោយប៉ុន្តែនៅតែមានបញ្ហានៅក្នុងផ្លូវចិត្តជាប់ជាតារាបដោយសារតែយើងគិតថានេះគឺជាជីវិតគឺតែងតែមានមកជាមួយនឹងបញ្ហាក៏ប៉ុន្តែភ្នែករបស់អ្នកដទៃពេលខ្លះគេឃើញថាជីវិតរបស់យើងប្រសើរដោយគេមិនបានដឹងអំពីស្ថានភាពពិតប្រាកដនៃជីវិតរបស់យើងឡើយមកដល់ត្រង់ចំណុចនេះខ្ញុំក៏បាននឹកឃើញទៅដល់រឿងនៃស្ដេចក្រិចសម័យបុរាណដែលនៅក្នុងនគរមួយហ្នឹងមានព្រះមហាក្សត្រមួយព្រះអង្គដែលសោយរាជ្យនៅក្នុងនគរមួយដែលជីវិតរបស់ព្រះអង្គហ្នឹងគឺមិនសូវជាមានប្រតិរីករាយប្រហែលទេប៉ុន្តែប្រជារាស្ត្រក៏ដោយអាមាត្យក៏ដោយមើលទៅក្នុងជីវិតភាពជាក្សត្រហ្នឹងគឺថាពោពេញដោយក្តីសុខខ្លាំងមែនទែនព្រោះធម្មតាទេបងប្អូនជីវិតជាក្សត្រហ្នឹងគឺពោពេញដោយក្តីសុខយើងមើលណាយើងប្រជារាស្ត្រធម្មតាយើងមើលឃើញថាអូព្រះអង្គមានមាននំមាននាងមានស្រីស្នំមានអាមាត្យហែហមមានបរិវារគ្រប់សពបែបយ៉ាងទាំងអស់ទ្រព្យសម្បត្តិហូរហៀមិនចាំបាច់ទៅធ្វើអីលំបាកមិនចាំបាច់ទៅប្រកបរបរចិញ្ចឹមជីវិតអីក៏ព្រះរាជារស់នៅដោយក្តីសុខបានដែរអញ្ចឹងភ្នែករបស់អ្នកដទៃភ្នែករបស់ប្រជារាស្ត្រហ្នឹងមើលទៅឃើញបែបហ្នឹងឯងបរិការពិតនៅក្នុងប្រតិរបស់ព្រះមហាក្សត្រអង្គនោះលោកមិនសូវជាមានសេចក្តីសុខប្រមាណទេដោយសារអីលោកតែងតែយកប្រតិទុកដាក់ជាមួយនឹងព្រះនគររបស់ព្រះអង្គជាពិសេសគឺពេលដែលមានបញ្ហាកើតឡើងចំពោះព្រះនគរមានអសន្នអន់ក្រមានបញ្ហារបស់ប្រជាជនមានបញ្ហារបស់មន្ត្រីមានបញ្ហាអត់ស្បៀងអាហារមានបញ្ហាផ្សេងដែលវាកើតឡើងចំពោះព្រះនគរនឹងឯងដែលចង់និយាយអំពីបន្ទុកនឹងការទទួលខុសត្រូវរបស់ព្រះអង្គបងប្អូនអ្នកស្ដាប់ជាទីមេត្រីនៅគៀកនឹងព្រះមហាក្សត្រហ្នឹងក៏មានអាមាត្យមួយរូបផងដែរឈ្មោះដាម៉ូហ្នឹងគឺជាអាមាត្យដែលបកកែលើកជើងបកកែសរសើរបកកែបច្ច័យបច្ចាបកកែអឺយកចិត្តទុកដាក់ជាមួយនឹងព្រះមហាក្សត្រដោយភាពអួតអាងដោយការបញ្ចូលជាដើមអញ្ចឹងទៅតែងតែលើកសរសើរព្រះមហាក្សត្រថាអូព្រះអង្គជីវិតរស់នៅភាពជាក្សត្រហ្នឹងគឺប្រសើរណាស់ណោះអឺរស់នៅដោយសូម្បីតែការសោយអាហារហ្នឹងក៏ព្រះអង្គមានគេមកហែហមមានគេលើកកាយាស្ងោយមកដល់កន្លែងគ្រប់សពបែបយ៉ាងទាំងអស់ជីវិតទូបង្គំបើសិនបើបានត្រឹមសោយរាជ្យតែមួយថ្ងៃពីរថ្ងៃមិនដឹងជាទូបង្គំសប្បាយចិត្តប៉ុណ្ណាទេព្រះរាជាអង្គនោះកាលបើស្ដាប់ដាម៉ូនិយាយហើយក៏នឹកក្នុងក្នុងប្រតិថាអូអាមាត្យរូបនេះគឺគិតថាជីវិតរបស់យើងនឹងប្រសើរគិតថាជីវិតរបស់យើងនឹងគឺអស្ចារ្យដោយសារតែសូម្បីតែការសោយរបស់យើងនឹងក៏មានគេហែហមដែរហើយដូច្នេះក៏ព្រះអង្គឆ្វេងប្រតិថាយើងនឹងដាក់រាជចំនួន2-3ថ្ងៃដើម្បីឲ្យអាមាត្យរូបនេះឡើងសោយរាជដូច្នេះក៏បានសាកសួរទៅដាម៉ូសួរទៅចំដាម៉ូថាដាម៉ូតើអ្នកឯងចង់សោយរាជហ៎ដាម៉ូកាលបើឮព្រះរាជាត្រាស់បង្គាប់សួរយ៉ាងដូច្នេះក៏បានឆ្លើយថាពុទ្ធព្រះអង្គនៅចម្រើនទូលបង្គំចង់សោយរាជមែនដល់ពេលថាទូលបង្គំចង់សោយរាជអញ្ចឹងបានព្រះមហាក្សត្រទ្រង់ក៏ព្រះចិន្តាថាឥឡូវមិនអីទេអញ្ចឹងយើងដាក់រាជឲ្យអ្នកឯងសោយរាជចំនួនមួយអាទិត្យកាលនោះដាម៉ូសប្បាយចិត្តខ្លាំងមែនទែនសប្បាយចិត្តដោយសារតែព្រះមហាក្សត្របានដាក់រាជថ្វាយខ្លួនឯងឲ្យសោយរាជណាសប្បាយចិត្តហើយព្រះមហាក្សត្រក៏បានធ្វើពិធីរៀបចំផ្ទេររាជអំណាចទៅឲ្យដាម៉ូក្នុងគណៈពេលដែលដាម៉ូបានឡើងជាក្សត្រក្នុងថ្ងៃដំបូងនោះនិយាយទៅពីសប្បាយរីករាយនិយាយទៅពីភ្លើតភ្លើននិយាយទៅពីលង់ទៅនឹងភាពជាក្សត្ររបស់ខ្លួនឯងនឹងឯងគឺថាបញ្ជាគេឆ្វេងស្ដាំក៏បានគ្រប់សពបែបយ៉ាងបញ្ជាអាមាត្យរូបណាក៏បានកាលពីដើមខ្លួនឯងមិនមានឋានៈភូមិអីនោះបញ្ជាគេមិនសូវបានដល់ពេលខ្លួនឯងឡើងជាក្សត្រសោយរាជអាហ្នឹងក៏បានបញ្ជាគេទៅឆ្វេងទៅស្ដាំទៅលិចទៅកើតគ្រប់សពបែបយ៉ាងទាំងអស់ចង់ទៅពុពាតព្រៃចង់ទៅកសាលទីណាក៏មានគេហែហមទៅរហូតនៅក្នុងពេលថ្ងៃទី3ថ្ងៃទី4នៃការសោយរាជ្យរបស់ដាម៉ូពិតជាវង្វេងទៅនឹងភាពជាស្ដេចរបស់ខ្លួនឯងខ្លាំងមែនទែនប៉ុន្តែនៅពេលមួយនោះគឺមានកន្លែងសោយកាយារបស់ស្ដេចដែលកាលពីមុននោះក៏ជាកន្លែងរបស់ស្ដេចសោយកាយាផងដែរហើយនៅក្នុងកន្លែងហ្នឹងឯងគឺជាកន្លែងមួយដែលសម្ងាត់ណាមិនអនុញ្ញាតឲ្យមានអ្នកណាចូលទៅ
កន្លែងនោះបានទេជាកន្លែងពិសេសផងជាកន្លែងសម្ងាត់ផងដែរក្នុងពេលនោះឯងដាម៉ូដែលជាស្ដេចបានសោយរាជហើយនោះក៏បានចង់ស្គាល់កន្លែងនោះថាតើការសោយកាយានៅក្នុងកន្លែងបន្ទប់ដ៏អាកំបាំងបែបហ្នឹងអស្ចារ្យប៉ុណ្ណាទៅណារួចហើយក៏បានបញ្ជាឲ្យគេហ្នឹងតុបតែងបន្ទប់ហ្នឹងរួចហើយក៏បានលើកកាយាស្ងោយទៅដាក់នៅក្នុងបន្ទប់ហ្នឹងពេលដែលដាម៉ូចូលទៅដល់បន្ទប់ហ្នឹងភ្លាមគឺថាពោពេញទៅដោយក្តីសប្បាយរីករាយដោយដាម៉ូអត់បានគិតថាបន្ទប់ហ្នឹងវាជាបន្ទប់ដែលគ្រោះថ្នាក់ទេដល់ពេលសោយអាហាររួចចប់សពគ្រប់ទៅដាម៉ូក៏បានសម្រាប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងមែនទែនហ្នឹងគឺដាម៉ូបានឃើញដាវយ៉ាងជ្រងច្រាងទាំងអស់នៅលើក្បាលរបស់ខ្លួនឯងពេលដែលខ្លួនឯងសោយកាយាស្ងោយរួចហើយហ្នឹងគឺបានឃើញដាវជ្រងច្រាងគឺមានន័យថាប្រសិនណាបើដាម៉ូបានប្រព្រឹត្តអីខុសតែបន្តិចគឺដាវទាំងអស់នោះឯងនឹងធ្លាក់មកចាក់សម្លាប់ដាម៉ូតែម្ដងក្នុងគណៈពេលដែលកំពុងតែសោយអាហារនោះឯងមកដល់ត្រង់ចំណុចហ្នឹងហើយដាម៉ូកាលបើឃើញដាវជ្រងច្រាងយ៉ាងដូចនេះមានការភ័យខ្លាចតក់ស្លុតខ្លាំងមែនទែនតក់ស្លុតទៅរួចទៅក៏បានទៅគាល់ព្រះមហាក្សត្រពិតប្រកបឡើងវិញថាបបិទ្ធបងដ៏ចម្រើនហេតុអ្វីបានជានៅក្នុងបន្ទប់ខ្សោយកាយារបស់ព្រះអង្គមានដាវជ្រងច្រាងយ៉ាងដូច្នោះហើយគ្រាន់តែការសោយកាយាសោះមិនได้ចាំបាច់បំពាក់ដាវធ្វើអ្វីបានព្រះមហាក្សត្រពិតប្រកបនោះក៏បានត្រាស់បង្គាប់តបថានេះហើយជីវិតដែលអ្នកឯងគិតថាប្រសើរជីវិតដែលអ្នកឯងគិតថាអស្ចារ្យជីវិតដែលអ្នកឯងគិតថាសប្បាយជីវិតដែលអ្នកឯងមើលមកឃើញថាខ្ពង់ខ្ពស់ឧត្តមឧត្តមក៏ប៉ុន្តែនៅពីខាងក្រោយនៃការឃើញជីវិតដ៏អស្ចារ្យរបស់អ្នកឯងហ្នឹងគឺមានការទទួលខុសត្រូវយ៉ាងធំហើយជីវិតគឺពោពេញទៅដោយគ្រោះថ្នាក់ណាស់វាប្រៀបដូចជាអ្នកឯងសោយកាយាដែលសប្បាយរីករាយប៉ុន្តែអ្នកឯងអត់បានដឹងថានៅលើក្បាលរបស់អ្នកឯងនឹងមានដាវទេមានដាវជ្រងច្រាងទេជីវិតជាអ្នកគ្រប់គ្រងឬក៏ជីវិតជាមេដឹកនាំដូចយើងដូចគ្នាយ៉ាងដែរត្បិតថាមានជីវិតដែលពោពេញដោយភាពសប្បាយរីករាយដូចតែអ្នកបានឃើញប៉ុន្តែពីខាងក្រោយនឹងឯងយើងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយបញ្ហាព្រះនគរទៅបញ្ហារបស់ប្រជារាស្ត្រទៅបញ្ហាផ្សេងដែលបង្កើតឡើងអញ្ចឹងសរុបសេចក្តីទៅគឺជីវិតដែលអ្នកបានមើលឃើញនឹងមិនមែនជាជីវិតដែលពោពេញដោយក្តីសុខពិតប្រាកដដូចដែលអ្នកឯងបានគិតទេមកដល់ពេលនេះហើយដាម៉ូក៏បានកែប្រែគំនិតរបស់ខ្លួនឯងរួចហើយក៏បានដឹងនិងយល់ប្រទេសថាជីវិតជាអ្នកដឹកនាំពិបាកអញ្ចឹងណោះរួចក៏បានថ្វាយរាជ្យនឹងឯងចំពោះព្រះមហាក្សត្រសោយរាជ្យវិញទៅមកដល់ត្រង់ចំណុចហ្នឹងគឺគំនិតដែលយើងត្រូវសិក្សាដែលយើងត្រូវរៀនពីរឿងនេះគឺដូចជាមេដឹកនាំអញ្ចឹងឬក៏ដូចជាមេគ្រួសារអញ្ចឹងឬក៏ថាដូចជីវិតរបស់យើងអញ្ចឹងពេលខ្លះទៅជីវិតរបស់យើងគ្រាន់តែមានលុយមានឡានអីតិចតួចនៅក្នុងសង្គមដែលមើលទៅជីវិតដែលប្រសើរខ្ពង់ខ្ពស់ប៉ុន្តែនៅពីខាងក្រោយហ្នឹងយើងមានការទទួលខុសត្រូវយ៉ាងខ្លាំងនឹងជីវិតផ្ទាល់ខ្លួនឯកជនភាពរបស់យើងប៉ុន្តែបើជាជីវិតមេដឹកនាំវិញយើងឃើញថាមេដឹកនាំរបស់យើងមានលុយមានឡានប៉ុន្តែនៅក្នុងស្ថាប័នរបស់គាត់ហ្នឹងគាត់ពោពេញទៅដោយបញ្ហាក៏មានពោពេញដោយបន្ទុកក៏មានពោពេញដោយការទទួលខុសត្រូវក៏មានគាត់ទទួលខុសត្រូវលើជីវិតជាច្រើននៅក្នុងក្រុមហ៊ុនរបស់គាត់យ៉ាងណារឿងនេះចង់សរបញ្ជាក់អំពីថាកុំឃើញថាជីវិតរបស់គេសប្បាយរីករាយហើយយើងចេះតែនឹកឃើញថាយើងចង់បានជីវិតបែបនោះដែរតែតាមការពិតនៅពីខាងក្រោយនៃភាពស្រស់បំព្រងក៏វាមានបញ្ហាដែលត្រូវដោះស្រាយផងដែរអញ្ចឹងសរុបសេចក្តីមករឿងនេះគឺចង់សរបញ្ជាក់អំពីការទទួលខុសត្រូវឬក៏អំរែកនៅលើស្មាដែលយើងត្រូវតែប្រឹងប្រែងធ្វើយ៉ាងម៉េចมันអាចទម្លាក់អំរែកនោះចេញបានទេប៉ុន្តែគឺជាការទទួលខុសត្រូវពេញមួយជីវិតរបស់យើងសូមអរគុណជួបគ្នានៅក្នុង